ហើយសួរតាសក្តានុពលអីខ្លះដែលយើងអាចទាញយកពីខេត្តបេសៀននោះហើយថាការអភិវឌ្ឍខេត្តបេសៀននោះវាបានផ្ដល់ផលប្រយោជន៍យ៉ាងសំខាន់ទៅដល់ការអភិវឌ្ឍប្រទេសជាតិមួយទាំងមូលដោយប្រភេទណាទី1បើពាក់ព័ន្ធទៅនឹងទីតាំងយុទ្ធសាស្ត្រខេត្តបេសៀននោះគឺជាច្រកទ្វារអន្តរជាតិដ៏សំខាន់មួយរបស់ប្រទេសកម្ពុជាតាមរយៈផ្លូវសមុទ្រដែលដាក់ឈ្មោះថាកម្មវិធីពិសេសជំរុញវិនិយោគនៅក្នុងខេត្តបេសៀននោះឆ្នាំ2024បាទ2024តែម្ដងនេះមកដល់ថ្ងៃនេះ2026ហើយនៅតែកម្មវិធីពិសេសនេះនៅកំពុងតែបាទធំហើយសកម្មហើយរោងចក្រច្រើននៅក្នុងនឹងរៀបចំរោងចក្រពីបណ្ដាប្រទេសមួយចំនួននិងជាពិសេសប្រទេសចិនអីជាដើមដើម្បីមកតាំងទីនៅក្នុងបាទមកធ្វើនៅក្នុងនេះតែម្ដងខ្ញុំសូមអាចឆ្លើយបកក្រោយបន្តិចថាបើនិយាយអំពីខេត្តបេសៀននោះអ្នកណាក៏ដឹងថាជាខេត្តទេសចរមួយដ៏ល្បីជាពិសេសនៅក្នុងតំបន់ហើយគឺនៅក្នុងប្រទេសកម្ពុជាយើងហ្នឹងក៏អ្នកណាក៏ថាជាខេត្តទេសចរដែរតំបន់ទេសចរល្អប្រណិតមានកោះមានខ្សាច់ស្អាតហើយដូច្នេះអ្នកណាក៏ចាប់អារម្មណ៍មកគិតថាជាតំបន់ទេសចរប៉ុន្តែមែនទែនទៅសម្រាប់ឆ្នាំ2026នេះនឹងតទៅមុខនេះខេត្តបេសៀននោះគឺថាមិនមែនគ្រាន់តែជាតំបន់ទេសចរធម្មតាតែមួយមុខទេប៉ុន្តែបានคล้ายទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចកម្រិតខ្ពស់មួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ហើយក៏បានរៀបចំជាផែនការប្លង់គោលបានរៀបចំជាគោលនយោបាយផ្សេងថែមទៀតដើម្បីធ្វើយ៉ាងណាតម្រង់ទិសខេត្តបេសៀននោះរបស់យើងទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងមួយហើយក៏វាស័ក្តិសមទៅនឹងពូលសេដ្ឋកិច្ចទី2បន្ទាប់ពីរាជធានីភ្នំពេញដែរហើយសួរតាសក្តានុពលអីខ្លះដែលយើងអាចទាញយកពីខេត្តបេសៀននោះហើយថាការអភិវឌ្ឍខេត្តបេសៀននោះវាបានផ្ដល់ផលប្រយោជន៍យ៉ាងសំខាន់ទៅដល់ការអភិវឌ្ឍប្រទេសជាតិមួយទាំងមូលដោយប្រភេទណាមែនទែនទៅសក្តានុពលរបស់ខេត្តរបស់យើងមានចំណុចសំខាន់ធំ3 4មុខនេះដែលខ្ញុំសូមជម្រាបជូនថាទី1បើពាក់ព័ន្ធទៅនឹងទីតាំងយុទ្ធសាស្ត្រជាយុទ្ធសាស្ត្រដោយសារភូមិសាស្ត្រនៅក្នុងខេត្តរបស់យើងនេះយើងឃើញថាខេត្តបេសៀននោះគឺជាច្រកទ្វារអន្តរជាតិដ៏សំខាន់មួយរបស់ប្រទេសកម្ពុជាតាមរយៈផ្លូវសមុទ្រយើងមានកំពង់ផែទឹកជ្រៅមួយដែលអាចនិយាយបានថាជាច្រកក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិជាមួយនឹងបណ្ដាប្រទេសនៅលើពិភពលោកបានន័យថាកំពង់ផែដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិដែលយើងអាចនិយាយបានថាគ្រប់គ្រងប្រមាណជា 70% នៃការនាំចេញនាំចូលនៅក្នុងប្រទេសកម្ពុជាយើងច្រកកំពង់ផែខេត្តបេសៀននោះយើងនេះឯងទី2ដែលជាសក្តានុពលមួយទៀតដែរគឺហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបដែលយើងបានឃើញថារាជរដ្ឋាភិបាលកន្លងមកបានធ្វើការវិនិយោគសាធារណៈក្នុងការសាងសង់ផ្លូវបាទសាងសង់ប្រព័ន្ធលូសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ហើយនឹងសាងសង់ទីតាំងមួយចំនួនផ្សេងទៀតដើម្បីជួយបម្រើទៅដល់វិស័យទេសចរក៏ដូចជាវិស័យដទៃទៀតផងដែរលើពីនោះយើងឃើញមានផ្លូវលបឿនលឿនហើយខ្ញុំជឿថាក្រមការងារក៏អញ្ជើញមកខេត្តបេសៀននោះនេះក៏ច្បាស់ជាប្រើប្រាស់ផ្លូវលបឿនលឿនដែរផ្លូវលបឿនលឿននេះគឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការភ្ជាប់សេដ្ឋកិច្ចពូលសេដ្ឋកិច្ចសំខាន់ទី1និងពូលសេដ្ឋកិច្ចទី2នេះផងហើយភ្ជាប់ទៅទី1ហើយដើម្បីអាចជាប់ទៅបណ្ដាខេត្តដទៃទៀតផងហើយលើពីនោះទៀតអាកាសយានដ្ឋានអន្តរជាតិខេត្តបេសៀនរបស់យើងក៏បាននឹងកំពុងតែធ្វើទំនើបកម្មសប្តាហ៍ថ្ងៃនេះគឺជាមួយនឹងស្ថានីយ៍អ្នកដំណើរដែលមានស្រាប់ហើយឥឡូវនេះកំពុងតែពង្រីកស្ថានីយ៍ដឹកអ្នកដំណើរថ្មីទៀតដើម្បីធ្វើយ៉ាងណាឆ្លើយតបឲ្យកំណើនភ្ញៀវទេសចរភ្ញៀវអ្នកវិនិយោគទៅថ្ងៃមុខហ្នឹងអាចធ្វើការហោះហើរ direct ផ្ទាល់សប្តាហ៍ថ្ងៃមាន direct ទេបាទមានការហោះហើរផ្ទាល់តែម្ដងពីខេត្តបេសៀនទៅបណ្ដាប្រទេសបណ្ដាក្រុងនៅក្រៅប្រទេសមួយចំនួនហើយដែរបាទចំណុចសក្តានុពលទី3មួយទៀតគឺយើងអាចនិយាយបានថាកំណត់ថាជាពលគំរូពហុបំណងមួយទៀតនោះគឺសំដៅទៅលើការអភិវឌ្ឍដែលមិនមែនផ្អែកតែលើតែវិស័យមួយមុខទេដោយតែយើងគិតថាតែវិស័យទេសចរយើងខិតខំធ្វើយ៉ាងណាទាញយកផលប្រយោជន៍ពីសក្តានុពលដែលមានឲ្យអស់ពីលទ្ធភាពដែលយើងនិយាយមកថាចម្រាញ់យកសក្តានុពលដើម្បីប្រែក្លាយឲ្យទៅជាកលានុវត្តភាពប្រែក្លាយទៅជាចំណូលសម្រាប់ការអភិវឌ្ឍប្រទេសជាតិមួយទាំងមូលតែម្ដងហើយដែលបើហិច្ចតាមួយម៉ាត់ទៀតថាយើងនិយាយភាសាសាមញ្ញថាចង់ឲ្យខេត្តបេសៀននោះក្លាយទៅជាហុងកុងឬក៏ជាសង្ហបុរីនៃកម្ពុជាជាមួយនឹងសក្តានុពលនេះហើយក៏យើងឃើញថាមានភាពជាប់គាំងភាពរាំងស្ទះដោយសារវិបត្តិសកលមួយចំនួនកន្លងមកអញ្ចឹងយើងឃើញថាបណ្ដោយឲ្យមានការជាប់គាំងអគារសំណង់ជាច្រើននៅក្នុងខេត្តបេសៀននេះហើយដែលខ្ញុំអាចនិយាយជាលេខមូលទេថាអគារមានរាប់ពាន់អគារខ្ពស់ប៉ុន្តែសម្រាប់អគារខ្ពស់ដែលសាងសង់មិនទាន់រួចរាល់ហើយជាប់គាំងហ្នឹងមានជាង360អគារហើយនឹងយើងឃើញថាវាអាចប៉ះពាល់ទៅដល់សោភ័ណភាពវាអាចប៉ះពាល់ទៅដល់ទំនុកចិត្តវាអាចប៉ះពាល់ទៅដល់សុវត្ថិភាពនេះតែសំខាន់តែម្ដងអញ្ចឹងទេបានជាយើងខិតខំថាធ្វើយ៉ាងណាដោះស្រាយបញ្ហាអគារជាប់គាំងនេះប៉ុន្តែយើងឃើញថាសម្ដេចប្រមុខរាជរដ្ឋាភិបាលសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតលោកបានមានចក្ខុវិស័យវែងឆ្ងាយគិតថាមិនមែនដោះស្រាយតែបញ្ហាអគារជាប់គាំងទៅមុខយើងអាចបង្កើនសេដ្ឋកិច្ចចូលជាតិតាមរយៈការអភិវឌ្ឍខេត្តបេសៀននោះទេអញ្ចឹងត្រូវបង្កើតកម្មវិធីមួយផ្សេងទៀតជាគោលនយោបាយពិសេសផ្សេងមួយទៀតនោះដែលដាក់ឈ្មោះថាកម្មវិធីពិសេសជំរុញវិនិយោគនៅក្នុងខេត្តបេសៀននោះឆ្នាំ2024ចា៎បាទ2024តែម្ដងនេះមកដល់ថ្ងៃនេះ2026ហើយនៅតែកម្មវិធីពិសេសនេះនៅកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាផ្សេងជូនអ្នកវិនិយោគហើយក៏ឃើញថាបានផលចំណេញច្រើនណាស់ចូលដល់សេដ្ឋកិច្ចជាតិតាមរយៈកម្មវិធីពិសេសនេះហើយដែលខ្ញុំអាចនិយាយបានថាមិនមែនដោះស្រាយតែបញ្ហាអគារជាប់គាំងទៅមុខទេអញ្ចឹងខ្ញុំអាចនិយាយត្រួសថា
មកដល់ពេលនេះកម្មវិធីពិសេសដែលជំរុញវិនិយោគនៅក្នុងកាស៊ីណូនេះបានផ្ដល់នូវផ្លែផ្កាយ៉ាងធំធេងក្នុងនោះខ្ញុំអាចនិយាយជាលេខមូលតែម្ដងថាគម្រោងដែលពាក់ព័ន្ធទៅនឹងអគារជាប់គាំងគឺថាមាន213គម្រោងបាទ213គម្រោងយើងគិតបើយើងគិតទៅវាស្មើនឹង44%ចិត្តពាក់កណ្ដាលនៃអ្នកវិនិយោគដែលបានដាក់ពាក្យស្នើសុំការលើកទឹកចិត្តនៅក្នុងកម្មវិធីពិសេសជំរុញវិនិយោគនេះសឹងតែចិត្តពាក់កណ្ដាលគឺពាក់ព័ន្ធទៅនឹងអគារជាប់គាំងនេះឯងអញ្ចឹងដោយអ្វីដែលសម្ដេចប្រមុខរដ្ឋបាលលោកបានប្រមាលទុកហ្នឹងគឺដោះបញ្ហាអគារជាប់គាំងចិត្តពាក់កណ្ដាលហើយនឹងដែលមិនពាក់ព័ន្ធអគារជាប់គាំងហ្នឹងក៏មានច្រើនណាស់ច្រើនជាងអគារជាប់គាំងផងគឺមានរហូតដល់228គម្រោងយើងអាចនិយាយថា48%នៃការស្នើសុំដូច្នេះយើងអាចនិយាយថា220គម្រោងនេះគឺស្មើនឹងពាក់កណ្ដាលជាងទៀតដែលពាក់ព័ន្ធទៅនឹងមិនជប់ពាក់ព័ន្ធអគារជាប់គាំងបានន័យថាពាក់ព័ន្ធទៅនឹងគម្រោងថ្មីបង្កើតឡើងទៀតបូកជាមួយនឹងគម្រោងដែលបង្កើតរោងចក្រសហគ្រាសនៅក្នុងខេត្តរបស់យើងនេះឯងអញ្ចឹងយើងឃើញថាមាន48%ដែលចូលរួមហើយគម្រោងពង្រីកមាន5%និងគម្រោងវិនិយោគដែលមានស្រាប់មាន3%អញ្ចឹងសរុបមកយើងឃើញថា481គម្រោងតាំងពីឆ្នាំ2024មកគឺយើងឃើញថាការដែលយើងប្រមាណមើលជាមួយនឹងទុនវិនិយោគយើងថា481គម្រោងនេះបើសិនជាវាដើរទៅទាំងអស់គឺយើងឃើញថាទុនវិនិយោគមានប្រមាណជា$8,300 លានដែរលេខមូលហើយក្នុងនោះគឺថាយើងអាចប៉ាន់ស្មានថាចំនួនការងារនឹងអាចផ្ដល់បានរហូតដល់ទៅជាង60000កន្លែងដែរតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តពិសេសនោះនេះគឺកំពុងតែបានដើរតួនាទីសំខាន់មួយដែរក្នុងការតាក់ទាញអ្នកវិនិយោគឲ្យមកបើករោងចក្រនៅក្នុងប្រទេសកម្ពុជាយើងឃើញថាជាមួយទីតាំងសក្តានុពលរបស់ភូមិសាស្ត្រខេត្តដែលជាប់នឹងកំពង់ផែអ្នកណាក៏ចង់បានបង្កើតរោងចក្រក្បែរហ្នឹងដែរព្រោះដើម្បីគេនាំវត្ថុធាតុដើមចូលហើយគេផលិតហើយគេនាំចេញបានងាយស្រួលក្នុងការនាំចេញបានរួមជាមួយនឹងគោលនយោបាយផ្សេងទៀតដែលរដ្ឋាភិបាលលើកទឹកចិត្តអញ្ចឹងយើងឃើញថាតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តពិសេសនោះនេះមានបច្ចុប្បន្ននេះមាន13ទីតាំងដែលក្នុង6កំពុងតែដំណើរការហើយថាសួរថាចុះ7ទៀតអត់ដំណើរការយ៉ាងម៉េចគឺជាគម្រោងដែលទទួលបានគោលការណ៍ហើយកំពុងតែអភិវឌ្ឍមកតែកំពុងតែសាងសង់កំពុងរៀបចំរោងចក្ររបស់ខ្លួនច្រើនជាពិសេសឃើញមានរោងចក្រមួយបើសិនជាទស្សនិកជនអញ្ជើញដំណើរពីភ្នំពេញមកខេត្តពិសេសនោះនៅជិតតំបន់ច្រកស្ទឹងហាវគឺយើងឃើញមានកំពុងនៅស្ដាំដៃគឺយើងនឹងឃើញមានគម្រោងក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសមួយធំណាស់ហើយសកម្មមែនទែនបាទធំហើយសកម្មហើយរោងចក្រច្រើននៅក្នុងហ្នឹងអាចថាចាប់ពី300រោងចក្រឡើងទៅហើយបាទត្រៀមគេឃើញអំពីតម្រូវការក្នុងការរៀបចំរោងចក្រពីបណ្ដាប្រទេសមួយចំនួននិងជាពិសេសពីប្រទេសចិនអីជាដើមដើម្បីមកតាំងទីនៅក្នុងបាទមកធ្វើនៅក្នុងនេះតែម្ដងអញ្ចឹងយើងឃើញថា6ដែលកំពុងតែដំណើរការនេះយើងឃើញថារោងចក្រសហគ្រាសទាំងអស់ហ្នឹងគឺថាមានប្រមាណជា348រោងចក្រហើយដែលប្រើប្រាស់កម្លាំងពលកម្មប្រមាណជាជាង46000នាក់ហើយបើនិយាយអំពីរោងចក្រសហគ្រាសដែលនៅក្រៅតំបន់ផ្សេងទៀតក៏មានប្រមាណជា58បាទជិត60រោងចក្រថែមទៀតហើយនៅបន្តទៀតជាក់ស្ដែងក្រុមការងារអនុបណ្ដាកម្មការវិនិយោគខេត្តរបស់យើងនឹងបាននឹងកំពុងតែបន្តទទួលនៅដំណើរក្នុងការបង្កើតរោងចក្រនៅក្នុងទឹកដីខេត្តរបស់យើងទៀតតែគ្រាន់តែបច្ចុប្បន្ននេះតំបន់រោងចក្រដែលនៅក្រៅតំបន់ផ្សេងៗមានជាង58រោងចក្រហើយដែលប្រើប្រាស់កម្លាំងពលកម្មជាង80000នាក់អញ្ចឹងយើងអាចថានិយាយលេខមូលទាំងតំបន់ក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនៅក្រៅតំបន់ពិសេសគឺមានប្រមាណជាង120,000នាក់ដូច្នេះយើងឃើញថាបានចូលរួមស្រូបកម្លាំងពលកម្មហើយក្នុងនោះគឺនោះហើយគឺជាការអភិវឌ្ឍសេដ្ឋកិច្ចជាតិមូលដ្ឋានតែម្ដងបានន័យថាអ្នកនៅមូលដ្ឋានទទួលបានភោគផលហ្នឹងហើយយកទៅចាយវាយអាហ្នឹងដែលធ្វើឲ្យចរន្តសេដ្ឋកិច្ចវាដើរបានល្អនេះបាទស្ថានភាពនៅតាមព្រំដែនជាមួយនឹងប្រទេសជិតខាងនេះហើយដែលរឹតតែធ្វើឲ្យការប្រឹងប្រែងការតស៊ូបន្ថែមទៅទៀតធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចជាតិរបស់យើងមានសុខភាពល្អរឹងមាំទើបសត្រូវមិនអាចមើលងាយយើងបានការចូលរួមចំណែកពីសមរភូមិក្រោយនេះមានសារៈសំខាន់ណាស់ហើយមិនមែនគ្រាន់តែជាពិតណាស់ទឹកចិត្តដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋយើងក្នុងការចូលរួមចំណែកជួយជាថវិកាសម្ភារៈអីផ្សេងទៀតទៅដល់ជួរមុខវាជាទឹកចិត្តដ៏ប្រពៃថ្លៃថ្លាណាស់រួចទៅហើយវាស្ដែងឲ្យឃើញថាកម្រឃើញនៅលើពិភពលោកនៃជាតិសាសន៍ដែលមានវប្បធម៌នៃការចែករំលែកបែបនេះប៉ុន្តែលើប៉ុណ្ណោះយើងប្រែคลายកំហឹងយើងប្រែคลายការឈឺចាប់ឲ្យទៅជាការប្រឹងប្រែងរបស់យើងពង្រឹងខ្លួនយើងឲ្យកាន់តែរឹងមាំហើយនឹងខិតខំធ្វើយ៉ាងណារកសេដ្ឋកិច្ចជាតិនៅពេលដែលយើងរឹងមាំហើយយើងរកសេដ្ឋកិច្ចចូលបានយើងរកសេដ្ឋកិច្ចនេះហើយដែលសេដ្ឋកិច្ចនេះធ្វើឲ្យយើងរឹងមាំសត្រូវអាចមើលងាយបានទេដូច្នេះការអភិវឌ្ឍសេដ្ឋកិច្ចគឺត្រូវតែដើរទន្ទឹមជាមួយនឹងការការពារជាតិហើយនឹងការការពារជាតិការអភិវឌ្ឍសេដ្ឋកិច្ចត្រូវដើរទន្ទឹមជាមួយនឹងការអភិវឌ្ឍធនធានមនុស្សយើងអត់អាចមានប្រទេសមួយដែលរឹងមាំដោយគ្មានធនធានមនុស្សដែលឬក៏អាចប្រើពាក្យថាធនធានមនុស្សវាមានចំណេះដឹងវាមានជំនាញចំណេះដឹងក៏ប៉ុន្តែលើប៉ុណ្ណោះគឺចរិយាសម្បត្តិបាទការស្មារតីជាពលរដ្ឋល្អនេះវាជាចំណុចមួយសំខាន់ណាស់ពីព្រោះมันអាចឲ្យនេះបានទេហើយបូកផ្សំមួយទៀតគឺសុខភាពផ្លូវកាយនេះតែម្ដងតើតែយុវជនយើងតើតែកោសិកាសង្គមរបស់យើងនេះដោតទាំងអស់ហ្នឹងដើម្បីឲ្យខ្លួនយើងរឹងមាំពេលនោះយើងរឹងមាំយើងនឹងអាចធ្វើអ្វីបានដោយស្រួលទេពីព្រោះដោយសារប្រទេសយើងជាប្រទេសតូចទេប្រជាជនយើងតិចល្មមទេប៉ុន្តែយើងត្រូវតែរឹងប៉ឹងយើងអត់ពឹងពាក់តែទៅលើបរទេសណាមួយទេប៉ុន្តែយើងគឺជាមិត្តរបស់គេយើងមិត្តរបស់ពិភពលោកទាំងមូលហើយនឹងយើង
ខិតខំបន្តទៅទៀតធ្វើឲ្យប្រទេសកម្ពុជាយើងរឹងមាំប្រទេសយើងរឹងមាំតតែប្រជាជនយើងរឹងមាំដែរសម្រាប់ខ្ញុំខ្លួនឯងផ្ទាល់ខ្ញុំគិតថាការអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ទី1ប្រជាពលរដ្ឋខ្មែរបានន័យថាដែលម្ចាស់ស្រុកគេថាសូមទី1ប្រជាពលរដ្ឋនៅក្នុងខេត្តបរសៀននេះតែម្ដងគឺថាសូមរួមគ្នាធ្វើយ៉ាងណារួមចំណែកគោរពច្បាប់គោរពទម្លាប់បាទគោរពការដឹកនាំរបស់រាជរដ្ឋាភិបាលជឿជាក់ទៅលើការដឹកនាំរបស់រដ្ឋាភិបាលជឿជាក់ទៅលើកងទ័ពរបស់យើងជឿជាក់ទៅលើការដឹកនាំរបស់រដ្ឋបាលខេត្តរបស់យើងដែលបាននឹងកំពុងតែសរស័ក្តិសស្រាំរៀបចំទាំងការអភិវឌ្ឍផងទាំងការលាងសម្អាតបញ្ហាសេសសល់មួយចំនួនផងហើយនឹងប្រឹងក្នុងការតាក់ទាញអ្នកវិនិយោគប្រឹងរៀបចំធ្វើយ៉ាងណាឲ្យមានអ្នកទេសចរមកលេងកាន់តែច្រើនទន្ទឹមនឹងនោះប្រជាពលរដ្ឋខេត្តបរសៀនរបស់យើងសូមធ្វើជាប្រជាពលរដ្ឋដែលមានឧត្តមគតិបានន័យថាយើងមិនបន្លំគេបាទហើយអ្វីដែលជាមោទនភាពយើងខ្ញុំនៅក្នុងខេត្តបរសៀននេះជាជនយើងអាជីវករយើងគឺថានៅពេលដែលបុណ្យទានម្ដងគឺថាយើងអត់ដែលមានការដំឡើងថ្លៃយើងអត់ដែលមានការលួចបន្លំភ្ញៀវអីគឺថាសឹងតែមិនមានបាទនេះគឺជាភាពថ្លៃថ្នូរមួយដែលខ្ញុំគិតថាវាជាសារៈសំខាន់ណាស់បាទជាទូទៅមួយទៀតគឺថាសូមឲ្យប្រជាពលរដ្ឋយើងទាំងអស់សូមរួមគ្នាថែរក្សាសន្តិភាពដែលយើងដឹងថាសន្តិភាពនេះពិបាកនឹងរកណាស់ហើយបើរកបាក់ហើយដោយប្រសាសន៍របស់សម្ដេចទៅប្តីនាយករដ្ឋមន្ត្រីលោកបានលើកឡើងអញ្ចឹងពិបាកក្នុងការថែទាំទៀតអញ្ចឹងទេមានតែសាមគ្គីភាពនិងការពង្រឹងខ្លួនឯងឲ្យខ្លាំងទេទើបយើងអាចធ្វើឲ្យកម្ពុជារឹងមាំបាន